បញ្ញត្តិសង្គម10ចំណុចដែលអ្នកត្រូវចងចាំទី1នៅពេលគេប៉ាវអ្នកញ៉ាំអាហារសូមកុំកំងអាហារថ្លៃទី2នៅពេលរាក់ទាក់នរណាម្នាក់ត្រូវក្រោកឈរហើយញញឹមទី3នៅពេលគេអញ្ជើញអ្នកឲ្យចូលរួមកម្មវិធីអ្វីមួយនៅនាទីចុងក្រោយសូមបដិសេធដោយប្រើពាក្យគួរសមទី4មិនត្រូវអង្វរករនរណាម្នាក់ដើម្បីមិត្តភាពឬស្នេហាទី5ត្រូវស្លៀកពាក់ស្អាតបាតជានិច្ចមិនថាចូលរួមកម្មវិធីអ្វីឬនៅកន្លែងណានោះទេទី6កុំសើចចំអកឬឌឺដងមិត្តរបស់អ្នកនៅចំពោះមុខកូនរបស់គេទី7បើអ្នកខ្ចីលុយនរណាម្នាក់ត្រូវសងគេវិញនៅមុនពេលគេទាទី8មិនត្រូវប្រើទូរស័ព្ទសម្រាប់កម្សាន្តពេលជួបជុំមិត្តភ័ក្តិឬពេលប្រជុំទី9ពេលណាត់ជួបនរណាម្នាក់ត្រូវព្យាយាមមកមុនម៉ោងណាត់ជួបនិងទី10នៅពេលនរណាម្នាក់ចាប់ផ្ដើមនិយាយរឿងអ្វីមួយត្រូវយកចិត្តទុកដាក់ស្ដាប់ឲ្យចប់ចុងចប់ដើម